ចាឥឡូវនេះមានចម្លើយ3ដែលបងប្អូនយើងបានសួរមកកាន់KUហើយKUនឹងត្រៀមឆ្លើយដើម្បីឲ្យបងប្អូនយើងកាន់តែយល់ច្បាស់ចាអញ្ចឹងសូមអញ្ជើញសម្ដាប់ទាំងអស់គ្នាដូចតទៅសំណួរទី1បងប្អូនលោកសួរថាតើពាក្យថាឯកោធម្មតានោះមានន័យថាឲ្យមនុស្សចាស់ហ្នឹងរស់នៅតែម្នាក់ឯងមែនទេមិនត្រឹមត្រូវទេមិនមែនទេចាឯកោធម្មតាហ្នឹងមានន័យថាទោះបីលោកយាយលោកតាស្ថិតនៅក្នុងស្ថានភាពក៏ដោយណាក៏ដោយក៏ចិត្តពួកគាត់នៅតែមានលំនឹងទោះបីនៅក្នុងស្ថានភាពរីករាយអ៊ូអរតានតឹងក៏គាត់អាចដាក់ខ្លួនដាក់កាយទទួលស្គាល់ការពិតហើយរស់នៅក្នុងស្ថានភាពបែបនោះទទួលយកបាននោះគឺហៅថាភាពឯកោធម្មតាដែលមនុស្សលោកតែងតែជួបប្រទះចាដូចខ្ញុំលើកឧទាហរណ៍ខាងដើមថាដើមឈើមួយដើមដែលមានមែកមានធាងមានផ្ការីកគុគីវាមិនមែនរីករាល់តែថ្ងៃឲ្យពួកយើងទទួលបាននៅភាពសុបាយរហូតនោះទេគឺវាមានពេលដែលវាត្រូវជ្រុះស្លឹកជ្រុះធាងជ្រុះមែកចាជ្រុះផ្កាស្វិតស្រពោនជាដើមឡាអញ្ចឹងហើយត្រូវតែលោកយាយលោកតាទទួលស្គាល់យកការពិតទាំងអស់នេះចាស្ថានភាពបែបណានោះគឺលោកយាយលោកតាត្រូវតែទទួលស្គាល់ហើយរស់នៅស្ថិតនៅក្នុងស្ថានភាពបែបនោះដូចជាកូនចៅរវល់កូនចៅមានបេសកកម្មជាដើមឡាចារៀនទទួលស្គាល់ការពិតហើយផ្ដល់ស្នាមញញឹមឲ្យបានច្រើនជាមួយការពិតដើម្បីធានាបាននូវសុខភាពផ្លូវចិត្តខ្លួនឯងគឺម្ចាស់ការសេចក្តីសុខខ្លួនឯងមិនមែនរងចាំឲ្យអ្នកដទៃផ្ដល់សេចក្តីសុខមកឲ្យយើងទេចានេះគឺជាសារមួយសម្រាប់ជួយដល់លោកយាយលោកតាសូមមេត្តាទទួលយកការពិតដើម្បីឲ្យកូនចៅមានឱកាសធ្វើការងារខាងក្រៅផងចាសំណួរទី2សំណួរសួរថាចុះបើកូនចៅរវល់ខ្លាំងបែបហ្នឹងហើយអត់តន់ឆក់កដៀតមានឱកាសបានមកក្បែរទេតើមនុស្សចាស់ត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យឯកោចម្លើយនេះគឺនឹងជូនបងប្អូនជាទីសម្ដាប់ដូចតទៅនេះហើយដែលជាមូលហេតុKUចង់ឲ្យលោកអ្នកស្គាល់ទី1ឲ្យស្គាល់ច្បាស់ថាស្អីទៅតែថាឯកោធម្មតានោះឥឡូវនាងខ្ញុំបានបង្ហាញតាមរយៈសំណួរទី1ហើយអញ្ចឹងមូលហេតុទាំងអស់នោះហើយលោកយាយលោកតាត្រូវតែរៀនបង្កើតខ្លួនឯងនៅភាពឯកោធម្មតាដើម្បីឲ្យមានភាពស៊ាំទៅនឹងស្ថានភាពបែបនោះតើរៀនរកសេចក្តីសុខនៅក្នុងចិត្តខ្លួនឯងដូចជាការស្ដាប់ធម៌ការធ្វើសមាធិការដាំដើមឈើការកសាងមិត្តភាពជាមួយនឹងភាពស្ងប់ស្ងាត់ដើម្បីយកភាពស្ងប់ស្ងាត់ធ្វើជាមិត្តចារៀនរស់នៅជាមួយស្ថានភាពស្ងប់ស្ងាត់ហើយអាចមានញាតិមិត្តជិតខាងញាតិពធឬក៏ទៅវត្តចាធ្វើចង្ហាន់បន្តិចបន្តួចទៅវត្តឬក៏សមាទានសិលជាមួយញាតិពុទ្ធបរិស័ទហើយទៅចែកគ្នាផ្លូវលោកផ្លូវធម៌ទៅនោះធ្វើឲ្យលោករកសេចក្តីសុខខ្លួនឯងបានហើយចាត្រូវដើម្បីទទួលស្គាល់ឲ្យខ្លួនយើងរៀនរស់ជាមួយនឹងភាពឯកោនោះដើម្បីរកសេចក្តីសុខជួយឲ្យបង្កើនធម៌ពលនៅក្នុងជីវិតរបស់ពួកគាត់នៅពេលគាត់គេហៅថាជីវិតចុងក្រោយរបស់ពួកគាត់ប៉ុន្តែសំខាន់បំផុតកូនចៅត្រូវតែចងចាំថាមិនមែនស្ថិតនៅក្នុងស្ថានភាពហើយនៅស្ងៀមនោះទេអញ្ចឹងភាពឯកោធម្មតាមិនមែនថាជាការបោះបង់ចោលនោះទេគឺជាការព្យាយាម take care តាមរយៈទោះបីនៅឆ្ងាយតាមរយៈទូរស័ព្ទគឺ call មកជួបគាត់ជារៀងរាល់ពេលដើម្បីចង់ដឹងព័ត៌មានសុខនិងទុក្ខហើយពេលនោះភាពឯកោនឹងរលាយបាត់ពីឯកោផ្ទៃក្នុងរបស់លោកយាយលោកតាតែម្ដងចានេះគឺជាវិធីដែលជួយពួកគាត់មិនឲ្យមានភាពឯកោមកយាយបាននេះគឺគាត់អាចបំផ្លាញភាពឯកោបានតាមរយៈខ្លួនគាត់រកសេចក្តីសុខឲ្យខ្លួនឯងនិងតាមរយៈ
កូនចៅដែលផ្ដល់ស្នាមញញឹមតាមនិងពាក្យសម្ដីតាមរយៈទូរស័ព្ទដែលធ្វើឲ្យគាត់មានភាពញញឹមត្រឡប់មកវិញទី3សំណួរសួរថាតើសេវាថែទាំពី Care You អាចជំនួសក្តីស្រឡាញ់ពីកូនចៅបានដែរឬទេចម្លើយក្តីស្រឡាញ់ពីកូនចៅគឺមិនអាចជំនួសបានទេកូនចៅស្រឡាញ់ពោពេញដោយបេះដូងដោយថាមពលដោយស្នាមញញឹមមិនអាចរីងស្ងួតបានទេដោយឡែកអង្គការ Care You ក៏ជាជំនួយការនៃក្តីស្រឡាញ់លោកអ្នកស្រឡាញ់ប៉ុន្តែលោកអ្នកនៅឆ្ងាយ Care You មកនៅចិត្តដើម្បីជាជំនួយការផ្ដល់នូវក្តីស្រឡាញ់ជូនដល់ពួកគាត់ទាំងពីរដើម្បីកាត់បន្ថយក្តីបារម្ភរបស់ពួកកូនដែលចេញទៅបំពេញបេសកកម្មនៅខាងក្រៅអញ្ចឹងសេវារបស់ Care You គឺដើម្បីធានាថាក្នុងពេលដែលកូនចៅរវល់លោកយាយលោកតាមិនត្រូវបានគេបោះបង់ចោលនោះទេហើយ Care You នឹងផ្ដល់ទាំងការថែទាំសុខភាពនិងការជជែកកំដរដើម្បីបំបត្តិភាពអផ្សុកកុំឲ្យពួកគាត់คล้ายទៅជាជំងឺផ្លូវចិត្តនេះគឺជាចម្លើយហើយជាការពិតគឺ Care You គឺមានបុគ្គលិកដែលបានបណ្ដុះបណ្ដាលថែទាំយកចិត្តទុកដាក់ប្រកបដោយវិជ្ជាជីវៈជាពិសេសគឺមានអ្នកឯកទេសផ្លូវចិត្តក្នុងការយល់ពីជំរឿចិត្តរបស់លោកយាយលោកតាហើយនឹងធានាថានឹងថែទាំផ្លូវចិត្តរបស់ពួកគាត់ឲ្យទទួលបាននូវសេចក្តីសង្ឃឹមហើយធ្វើឲ្យគ្រួសារប្រកបដោយសុខុមាលភាពទាំងអស់គ្នាចា៎ចឹងសូមអរគុណហើយសូមទូរស័ព្ទមកកាន់លេខ081 648 650 ឬ www.careyoucambodia.com ប្រសិនជាលោកអ្នកនៅមានចម្ងល់អាចតាក់ទងមកបានក្នុងពេលឥឡូវនេះសូមអរគុណសូមជម្រាបលា